យើងនៅសល់ពេលតិចណាស់យើងធ្វើអ្វីមិនកើតឥឡូវនេះបងឈិញអើក៏ទៅបាត់ទៀតបើសិនជាលោកគ្រូនៅពិតជាប្រសើរខ្លាំងណាស់ជូតនៅខាងនោះកាត់យ៉ាងម៉េចទៅមិនលាវពួកយើងចូលសំណាក់តៃលីឃាតករមិនហ៊ានចូលសំណាក់តៃលីទេពិតមែនណាពិតមែនពួកគេជាឃាតករលាក់មុខប្រកាសជាមិនហ៊ានចូលម្យ៉ាងទៀតឆ្លងកាត់សំណាក់តៃលីយើងអាចចូលគាត់ព្រះអង្គបានសពតូចទាំងពីរព្រះសង្ឃតូចទាំងពីរធ្វើអីដឹកតុងស្កើតើមានដឹកទេទូស្គរមានរឿងអីអាត្មាដឹងនេះជាសំណាក់តៃលីរឿងអយុត្តិធម៌នៅក្នុងលោកត្រូវដោះស្រាយនៅក្នុងសំណាក់តៃលីព្រះសង្ឃតូចដឹកច្រើនណាស់បាទដឹកហើយហេតុអីបាទជានៅទូស្គរទៀតអាត្មាត្រូវការប្តឹងអ្នកណាគឺប្តឹងព្រះអង្គម្ដេចជាគុណជាព្រះសង្ឃតូចនៅវិហារហ្វាវ៉ាវឯទេអញ្ចឹងមកតាមកណាមកអមាញ់មិញមន្ត្រីថែសេរបស់ព្រះមហាក្សត្រជាអ្នកធ្វើបាបយើងឥឡូវនេះគាត់ជាមន្ត្រីរាជការតើអាចទុកចិត្តបានដែរទេទោះជាយ៉ាងណាពួកយើងត្រូវចូលទៅមើលបើរកមនុស្សខុសប្តឹងបានកាយទៅអ្នកណានិយាយប្រាប់បងនោះរឿងមុនកាត់ឡើងច្រើនណាស់មិនក៏ឯងមិនយល់សោះខាងក្រៅស្មុគស្មាញច្រើនទៀតដូចជាគ្មានផ្លូវណាត្រឹមត្រូវទេសិតតែជាផ្លូវអាក្រក់ទាំងអស់ហ្នឹងខ្ញុំជឿទេព្រះសង្ឃតូចក្រែងចង់ប្តឹងមែនទេមកតាមកណាមកដាក់ថយមនុស្សដែលបង្ករឿងនៅសុកសាទពេលនេះសារភាពហើយអ្នកដែលបញ្ជាពីក្រោយនោះគឺស៊ឺសូវស៊ីហើយព្រមទាំងមានផតតាំងទៀតផងអីពិតជាគួរឲ្យខ្លាចរឿងនេះបានទៅទូលដល់ព្រះជាតិដោយសម្ងាត់ព្រះជាតិនឹងមានព្រះតម្រេះមិនខាតទេលោកម្ចាស់តើពួកយើងគិតយ៉ាងម៉េចទៅអ្នកទាំងអស់គ្នាប្រយ័ត្នប្រយែងហើយមើលស៊ឺសូវស៊ីឲ្យស្រួលបើមានអ្វីមិនស្រួលទេត្រូវចាប់ខ្លួនភ្លាមរួចហើយយកទៅទូលព្រះជាបាទទូស្រាប់កំពុងយើងការពារព្រះជាតិដែរលោកបេតបស៊ឺបញ្ហាធ្ងន់ធ្ងរណាស់ខាងនោះគេឲ្យលោកនឹងមកថាលោកម្ចាស់ជើនេះបាននាំច្បាយសុកតិនហ្វុងទៅវាយមនុស្សដែលត្រូវចាប់ខ្លួននោះឲ្យសារភាពហើយព្រមទាំងធ្វើរបាយការណ៍ទូថ្វាយដល់ព្រះមហាក្សត្រទៀតផងពួកគេឆ្លើយព្រមគ្នាថារឿងក្បត់នៅសង្សានគឺលោកម្ចាស់ជាអ្នកបញ្ជានៅក្រោយខ្នងម្យ៉ាងទៀតលោកម្ចាស់ជើខົບខិតជាមួយនឹងមន្ត្រីតូចតាចមួយចំនួនផ្ញើសារទៅព្រះអង្គសូមកាត់ទោសលោកម្ចាស់ភ្លាមទៀតផងព្រៃផ្សៃណាស់បន្ទាប់មកគឺពួកយើងនេះមិនមែនជារឿងធម្មតាប្រាក់ក៏ពិបាករត់ដែរត្រូវហើយពួកយើងគ្រាន់តែជាមនុស្សនៅសុកតិនហ្វុងឥឡូវនេះមិនអស់រីទីនេះបានចឹងនៅទីនេះមិនជាកន្លែងរបស់ពួកយើងទេទីនេះសិតតែជាមន្ត្រីធំធ្វើអីក៏មិនកើតដែរបើសិនជាមិនស្រួលនោះប្រហែលជាអាចត្រូវបាត់បង់ជីវិតទៀតផងបើធ្វើឲ្យចៅហ្វាយស្រុកមិនសប្បាយចិត្តយើងប្រហែលជាមិនរួចខ្លួនទេបាទប្រុសពួកយើងទៅវិញទៅយើងទៅបញ្ជាឆឹងស៊ីងនិងចៅហ្វាយស្រុកតិនហ្វុងចូលគាល់សូមក្រាបថ្វាយបង្គំព្រះអង្គសូមក្រាបថ្វាយបង្គំព្រះអង្គរឿងមន្ត្រីក្បត់នៅស្រុកតិនហ្វុងគឺលោកជាអ្នកកាត់ក្តីមែនទេក្រាបទូលគឺទូបង្គំជាអ្នកកាត់ក្តីទូបង្គំតាំងចិត្តការពារមហាសង្ឃការពារព្រះអង្គបើអញ្ចឹងឯណាសាបណ្ដឹងឯក្រាបទូលនៅទីនេះព្រះអង្គនេះសុទ្ធតែជាការពិតទាំងអស់ក្រាបទូលនៅក្រោមមេឃលើដីមានមនុស្សចង់ប្រឆាំងជាមួយរាជការយ៉ាងនេះផងព្រះអង្គមានមនុស្សខ្លះមានចិត្តមហិច្ឆតាធំណាស់គេសំអាងលើខ្លួនឯងមានស្នាដៃមានចិត្តលុបលុតចង់បានអំណាចលោកមេតបនាងតើសំណាក់ថៃពូយ៉ាងម៉េចទៅហើយកងទ័ពប្រចាំរាជវាំងកំពុងតែធ្វើការយាមកាមយ៉ាងតឹងតែងលោកមេតបពេលនេះពួកគេចាត់ការហើយបើសិនជាពួកយើងនៅស្ងៀមទៀតគេប្រកាសជាមកចង់កយើងសពជាមិនខាននេះមកពីពួកគេបង្ខំយើងពេកព្រះរាជាដាច់ខាតមិនធ្វើអីពួកយើងនោះទេ
ប៉ុន្តែពួកយើងក៏ត្រូវតែត្រៀមខ្លួនឲ្យដែរ បើសិនជាយើងធ្វើអ្វីត្រៀមប្រកាសជាធ្វើឲ្យអ្នកដែលចង់សម្លាប់យើងនោះមានលេសមិនខាតទេ បើអញ្ចឹងពេលនេះគិតយ៉ាងម៉េចឬមួយថារងចាំពួកគេបើសម្រាប់ យើ យើង ងអាចនៅខាងក្រៅត្រៀមដោយលួចលាក់ក្បាត់ដែរ លោកម្ចាស់មានឋានៈជាអ្វីទៅ មន្ត្រីប្រចាំសម្ដាក់តៃលី លោកម្ចាស់នាំយើងទៅណា ឯងសួរច្រើនធ្វើអី លោកម្ចាស់ហេតុអីសាច់ច្បាងមេលាវអត់ទៅជាមួយខ្ញុំ ឯ ចា ងទៅបានតែកន្លែងដែលសម្រាប់ឯងតែប៉ុណ្ណោះទេ លោកម្ចាស់ចង់នាំយើងទៅសំណាក់ថៃពូមែនទេ យើងបាននិយាយហើយយើងជាមន្ត្រីសម្ដាក់តៃលី វ៉ាវការពិតគឺព្រះអង្គនៅទីនេះ ពួកយើងនៅទីនេះរងចាំបើព្រះរាជាទ្រង់រាជានុញ្ញាតទើបយើងអាចចូលវគ្គ តើលោកម្ចាស់មានយោបល់យ៉ាងណា ព្រះអង្គចង់ឲ្យទូបង្គំនិយាយពិតឬមិនពិត ពាក្យដែលមិនពិតយើងស្ដាប់ច្រើនពេកហើយមូលហេតុដែលយើងពេញចិត្តនឹងលោកដោយសារតែយើងចង់ស្ដាប់ពាក្យពិតរបស់លោក រឿងនេះដាច់ខាតត្រូវតែជឿមិនជឿគឺមិនបានក្រោមមេឃលើដីអ្នកណាមិនចង់គ្រោករី បើអញ្ចឹងតើធ្វើយ៉ាងម៉េចទើបឲ្យយើងជឿថានេះគឺជាផុសតាំងពិតប្រាកដ ព្រះអង្គជនក្បត់ជាង500នាក់មាន100នាក់បានសារភាពព្រះអង្គនេះតើទ្រង់នៅសង្ស័យអីទៀតព្រះអង្គទូបង្គំចេញទៅវិញ ចេញទៅវិញចុះ អរព្រះគុណព្រះអង្គមន្ត្រីសំណាក់តៃលីចូលគាល់ទៅយើងមកតាមយើង ឆាប់ទេ កិច្ចការបាត់ជោគជ័យឯងទៅទិនហ្វុងធ្វើយ៉ាងណាកុំឲ្យរឿងផ្សេងកើតឡើងទៀត បាទហេ ប្រហែលថ្ងៃនេះរាជធានីប្រកាសជាមានការប្រែប្រួលមេឃកលាប់ចាក់មិនខាតទេ ដឹងហើយខ្ញុំសាកតាំងលោកគ្រូជានិច្ច ទៅយើង បាទហេ សូមក្រាបថ្វាយបង្គំព្រះអង្គ អាត្មាក្រាបថ្វាយបង្គំព្រះអង្គ សង្ឃទូចលោកគឺជាព្រះសង្ឃនៅក្នុងវិហារហ្វាវ៉ាងមែនទេ ព្រះអង្គក៏ស្គាល់អាត្មាដែរប ដិជ្ជគុណនៅក្នុងរាជធានីរៀបចំពិធីសូត្រធម៌រយៈពេល3ថ្ងៃបណ្ដាធ្វើឲ្យហង្សមាសបង្ហាញខ្លួនតើមានរឿងអីថាយើងមិនដឹងនោះ នៅព្រោះតែចង់ចូលការព្រះអង្គ បើអញ្ចឹងថ្ងៃនេះដែលគុណបានជួបយើងហើយមានការអីមានសង្ឃដីកាទៅ អាត្មាត្រូវការប្តឹង ត្រូវការប្តឹង បើព្រះអង្គគឺប្តឹង តើសង្ឃទូចចង់ប្តឹងពីនរណា ប្តឹងព្រះអង្គ ចង់ប្តឹងយើង តើចង់ប្តឹងយើងពីរឿងអី កាលពី10ឆ្នាំមុនព្រះអង្គយាងព្រះរាជដំណើរកាត់ចំការអាឡឹកហើយបានទិញអាឡឹកមួយពីអ្នកចំការប៉ុន្តែពេលនោះព្រះអង្គមិនទាន់ឲ្យប្រាក់ទេហើយក៏ធ្វើលិខិតខ្ចីប្រាក់ឥឡូវនេះកន្លងទៅ10ឆ្នាំហើយមិនទាន់យកប្រាក់សងថ្លៃអាឡឹកទេសូមព្រះអង្គសងថ្លៃអា តើ ឡឹក ប្រហែលទៅ មួយកាក់ មានអ្វីជាផុសតាំង ព្រះអង្គសូមទោស នេះពិតជាប្រហោះលេខារបស់យើង ព្រះអង្គសងប្រាក់ថ្លៃអាឡឹក ឥឡូវនេះយើងនឹកឃើញហើយបានយើងទទួលពាក្យបណ្ដឹងសងទុយហើយសងប្រាក់ភ្លាមយើងមិនត្រឹមតែសងទៅគេមកកាក់ទេយើងថែមទាំងឲ្យការប្រាក់ទៅគេទៀតផងហើយយើងត្រូវតែប្រទានដល់អ្នកមានគុណរបស់យើងនៅដីស្រែ100ម៉ៅហើយនឹងប្រាក់1000ដំឡឹងយើងនឹងបញ្ជាមនុស្សយកទៅឲ្យគាត់ភ្លាម ព្រះអង្គយល់ខុសហើយលោកអ៊ំនោះមិនទាមទារការប្រាក់ទេថ្លៃព្រះអង្គគ្មានលទ្ធភាពបង់ការប្រាក់ បើអញ្ចឹងគាត់ចង់បានច្រើនជាងនេះមែនទេ គាត់សូមឲ្យតែព្រះអង្គប្រទានសេចក្តីសុខដល់គាត់ ផ្ដេសផ្ដាស់មែនមហាសង្ឃកំពុងតែមានសេចក្តីសុខគ្រប់ទីកន្លែងតាមខេត្តតាមស្រុកមិនដែលមានបញ្ហាអីឬមួយថានេះមិនមែនជាសន្តិភាពទេ ប៉ុន្តែកូនប្រុសគាត់ត្រូវគេចាប់ខ្លួនចាត់ជាជនបាត់ទៅហើយរងចាំការប្រហារជីវិតនៅរដូវស្លឹកឈើជ្រុះ អូលោកចង់មានសង្ឃដីកាពីរឿងក្បត់នៅលើព្រំសង្សានតើមែនទេ ក្រាបទូលព្រះអង្គប្រជារាស្ត្រជាច្រើនត្រូវគេចោទដោយគ្មានមូលហេតុចំណែកសិស្សច្បាស់អាត្មាក៏ត្រូវគេចាប់ខ្លួនចាត់ជាជនក្បត់ដែររាល់ថ្ងៃនេះរងចាំតែការប្រហារជីវិត ការពិតអ្នកទាំងអស់គ្នាមកដោយសារតែបញ្ហាបង្ករឿងរបស់មនុស្សជាង100នាក់មែនទេយើងប្រាប់ពួកលោកទៅចុះ
ចំពោះរឿងនេះគ្មានអ្វីដែលត្រូវនិយាយទៀតទេ ព្រះអង្គនេះហើយជាអ្វីដែលព្រះអង្គត្រូវសងដល់លោកអ៊ំនោះបើគ្មានសន្តិភាពទេទោះថាជួនដីស្រែច្រើនប៉ុណ្ណាមាសប្រាក់ច្រើនប៉ុណ្ណាក៏អត់ប្រយោជន៍ដែរពួកគាត់ទាំងអស់គ្នាត្រូវចាប់ខ្លួនដោយមិនបានដឹងពីមូលហេតុ ពួកគេជាអ្នកក្បត់មិនក៏ថាគ្មានមូលហេតុ មិនមែនក្បត់ទេពួកគាត់ត្រូវគេចាប់តែប៉ុណ្ណោះ ត្រូវចោទអ្នកណាជាអ្នកចោទ ចៅវាយស្រុកតិនហ្វុងឈ្មោះចាងវៃ តើមានផតតាំងទេ រឿងនេះតាក់ទងនឹងចៅលួចភ្នំឈ្មោះចាងរកឃើញផ្ទាំងថ្មនៅក្នុងដំណាក់ព្រះអង្គឧជាធានចៅវាយស្រុកបញ្ជាឲ្យលោកមេកងចាងសម្រាប់អាចារ្យរបស់បងប្អូនគេបន្ទាប់មកក៏យកផ្ទាំងថ្មឡើងលើភ្នំសង្សានហេតុតែចង់បិទមាត់បានជាសម្រាប់មនុស្ស3នាក់ដែលបានដឹងរឿងបន្ទាប់មកទៀតនោះក៏ប្រកាសថាមានអ្នកក្បត់រាជការហើយពេលនោះបានចាប់ខ្លួនមនុស្ស500នាក់ចោទថាគេនោះជាជនក្បត់តែការពិតពួកគេគឺជាប្រជារាស្ត្រសាមញ្ញតែប៉ុណ្ណោះទេព្រះអង្គពួកគេនៅចំពោះមុខអាត្មាសម្រាប់លោកមេក្រុងរឿងអយុត្តិធម៌សូមព្រះអង្គជួយផង ហេអ្វីដែលលោកមានសង្កេតការហើយនឹងអ្វីដែលយើងបានដឹងគឺមិនដូចគ្នាសោះ ពិតមែនមានមនុស្សចង់បង្ករឿងឲ្យវែងឆ្ងាយព្រះអង្គប្រជារាស្ត្រចង់បានការកាត់ក្តីដោយយុត្តិធម៌មនុស្ស100នាក់គឺស្មើនឹង100គ្រួសារ សម្រាប់មនុស្ស100នាក់តាមមានអីគួរអស្ចារ្យទៅកាលដែលយើងរំដោះទឹកដីនេះយើងសម្រាប់មនុស្សរាប់ពាន់រាប់ម៉ឺននាក់ឯណោះ ប៉ុន្តែព្រះអង្គត្រូវការប្រទេសជាតិបានសុខកុំឲ្យមានការជ្រួលច្បល់ សង្កតូចនៅក្មេងមែនប៉ុន្តែដូចជាបានដឹងរឿងច្រើនណាស់ ព្រះអង្គគ្រប់គ្រងទឹកដីទាំងមូលពេលដែលព្រះអង្គយាងទៅដល់សង្សានប្រកាសជានឹងដឹងការពិតហើយព្រះអង្គអាត្មាមានសម្បត្តិមួយច្បាប់របស់លោកគ្រូអាត្មាឥឡូវអាត្មាយកមកថ្វាយព្រះអង្គ យើងដឹងហើយនាំគ្នាចេញទៅវិញសិនចុះលោកប៊ីតបតើសង្កតូចណាស់ដោះស្រាយបញ្ហាបានទេ នេះក៏ជាការព្រឹកប្រែងរបស់យើងចុកក្រោយ បើសិនជាព្រះអង្គចង់ប្រហារជីវិតពួកយើងទោះជាប្រសង់នឹងមកអត់បានកើតដែរ បើព្រះរាជាចង់ប្រហារជីវិតពួកយើងរាជបល្ល័ង្ករបស់ព្រះរាជាក៏ត្រូវតែបញ្ចប់ដែរបើសិនជាព្រះរាជាធ្វើអ្វីដោយមានព្រះមេត្តាយើងទាំងអស់គ្នានឹងព្រឹកប្រែងជួយដល់ព្រះរាជាជាមិនខានទីពិតជាត្រឹមត្រូវណាស់ លោកប៊ីតបព្រះសង្ឃបានចាក់ចេញពីរាជធានីហើយ អូចាក់ចេញពីណា ទៅតែមុននេះបន្តិច ព្រះអង្គមានព្រះតម្រេះយ៉ាងណា ដូចជាគ្មានពេលបោហើយមានបញ្ហាលោកគ្រូ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 មានរឿងអីទៀតដែរប្រកាសជាមានបញ្ហាលោកគ្រូសាច់បងពីងឯណាលោកគ្រូនិងបងប្អូនយើង យកទៅបាត់ឲ្យត្រូវជំនាន់ស្រុកចាប់ទៅទាំងអស់ ហេតុអីទៅ គេចោទថាពួកយើងក្បត់យកទៅដាក់គុកទាំងអស់គ្នា ពួកយើងឆាប់តែជួយលោកគ្រូទៅកុំឲ្យប្រញាប់ទៅណាចាំយើងគិតមើលមើល អាឡាដាវេទនាខ្លាំងណាស់មែនទេវេទនាខ្លាំងដែរយើងចង់ឲ្យឯងទៅសារភាពថាចៅអធិការវិហារហ្វាវាងគឺជាអ្នកប្រឆាំងជាមួយរាជការយើងនឹងដោះលែងឯងឲ្យចេញទៅក្រៅភ្លាម មិនឯមកយើងប្រាប់លោកណា ហេល្អឆ្លាតណាស់ អើភ័យ យោ ឯងថ្លាប់ធំដា ចៅបសៀតវាយវាទៅវាយឲ្យខ្លាំងដៃវាយទៅវាយទៅវាយឲ្យខ្លាំងវាយទៀត ទៅវាយទៅ វាយទៀត ឯណាព្រះមហាក្សត្រ អត់ដឹងទេហើយក៏មិននាំមនុស្សទៅជាមួយដែរ ប្រជិឡើងលើភ្នំសុកសាន ខ្ញុំក៏មិនដឹងដែរ ចាប់ប្រមូលកម្លាំងធ្វើដំណើរឡើងភ្នំសុកសានទាំងយប់ បាទ ព្រះសង្ឃតូចចូលទៅចោះ លោកគ្រូពួកកណ្ដាលមកមើលលោកគ្រូ ខុងឯងមកវិញហើយ លោកគ្រូគេធ្វើបាបលោកគ្រូពេកហើយលោកគ្រូ ខុង លោកគ្រូ មិនលាវតើពួកឯងទាំងពីរអ្នកបានចូលកប់ព្រះអង្គទេ បានគាល់ហើយព្រះអង្គមានបន្ទូលថានឹងយាងមកភ្នំសង្សានដើម្បីរកការពិត
ធ្វើបាបពួកឯងមើលទៅអាត្មាអាចចាក់ចេញពីទីនេះបានហើយ លោកគ្រូពេលនេះមិនបានទេសូមលោកគ្រូទុកចិត្តចោះព្រះអង្គប្រកាសជាយាងមក ប្រសើរតើព្រះអង្គមានបន្ទូលថាម៉េចខ្លះ លោកគ្រូនេះជាសម្បត្តិរបស់ព្រះអង្គឲ្យយកមកប្រគេនលោកគ្រូ ព្រះសង្ឃតូចស្ងប់នៅទីនេះសិនចោះ ពុកក្នុងវាំងឲ្យដំណឹងមកថា3ថ្ងៃមុនព្រះអង្គយាងចេញពីវាំងទៅកាន់ភ្នំសង្សានទៅហើយក ូននិយាយម្ដងទៀតទៅមើល ព្រះអង្គកាលពី3ថ្ងៃមុនយាងចេញពីវាំងទៅកាន់ភ្នំសង្សាន អ្នកនៅរូបដំណើរជាមួយ មន្ត្រីសនៈតៃ ប្រសើរណាស់ព្រះមហាក្សត្រទៅវិហារហ្វាវាងតាមរកចប់ឡើយហើយ នេះហើយគឺជាជម្រើសមួយផ្សេងរបស់ព្រះមហាក្សត្រ លោកបេតបលោកចង់និយាយថា ព្រះមហាក្សត្រប្រកាសជាមានព្រះតម្រិះរបស់ព្រះអង្គជីកូនឆាប់ឡើងលើភ្នំសង្សានក្នុងវិហារហ្វាវាងធ្វើតាមផែនការរបស់យើង តបបញ្ជា លោកបេតបពិតជាគិតគូរបានវែងឆ្ងាយមែន លោកបេតបមិនទាន់ដល់ដំណាក់កាលចុងក្រោយយើងមិនអាចធ្វើប្រហែលបានទេ លោកគ្រូអញ្ជើញមកហើយសូមអញ្ជើញអង្គុយអញ្ជើញអង្គុយ សភាពការថ្មីយ៉ាងម៉េចទៅហើយ ខ្ញុំបានចាប់ខ្លួនមនុស្សមួយក្រុមទៀតពួកគេសុទ្ធតែជាព្រះសង្ឃនៅក្នុងវិហារហ្វាវាងឥឡូវនេះយកទៅដាក់គុកអស់ហើយ ប្រហែលថ្ងៃនេះមានអ្នកណាឡើងលើភ្នំសង្សានទេ គ្មានទេ ចុះព្រះមហាក្សត្រ ព្រះមហាក្សត្រយកមកទីនេះ ពួកយើងក៏ប្រហែលសោះឆាប់ឲ្យគេឡើងលើភ្នំសង្សានឆាប់ទៅចាប់ខ្លួនព្រះសង្ឃដែលដឹងរឿងតែប្រមាណសម្រាប់ចោលទាំងអស់ សម្រាប់ពួកគេសម្រាប់ឥឡូវនេះ ជៀសវាងរឿងនេះវែងឆ្ងាយ សូមកុំបារម្ភបើខ្ញុំចង់ចាត់ការពួកវាពេលណាគឺចាត់ការបានពេលនោះ ក្រោកឡើងទៅ ទៅណាយើងទៅទេអ្នកទាំងអស់គ្នាចង់ធ្វើអីហ្នឹងនាំពួកយើងទៅវិហារវិញមែនទេ តើពួកអាចចង់ធ្វើអី ជួអ្នកទាំងអស់គ្នាទៅកន្លែងដែលអ្នកទាំងអស់គ្នាចូលចិត្តទៅ លោកគ្រូ ពួកឯងមិនអាចធ្វើចឹងបានទេ នេះជាបញ្ជាថ្នាក់លើ ក៏ប៉ុន្តែនេះជាព្រះបញ្ជារបស់ព្រះមហាក្សត្រ គួរឲ្យអស់សំណាចណាស់បដិជគុណបានបញ្ជាពីណាមក ពួកយើងយកមកពីរាជធានីនេះជាព្រះរាជបញ្ជាឆាប់ថ្លៃបង្គំទៅ អូ ព្រះរាជបញ្ជាអីទៅព្រះបដិជគុណទៅចុះយើងជាចវាយនេះនៅទីនេះ ព្រះបញ្ជា ពួកឯងទាំងអស់គ្នានឹងស្លាប់ស្លាប់យ៉ាងវេទនាទៀតផងតើពួកឯងមិនស្គាល់ច្បាប់ទេ មិនមែនពួកកណ្ដាលមិនស្គាល់ច្បាប់ទេគឺមកពីបដិជគុណឈឺឆ្អាឬគេពេក ត្រូវហើយ នាំខ្លួនទៅខ្ញុំសិនលោកមកធ្វើអីព្រះអង្គឲ្យយើងមកដោះស្រាយកិច្ចការនៅទីនេះ ព្រះអង្គឲ្យលោកមកនេះជាព្រះរាជបញ្ជាខ្លាយទីដឹងព្រះរាជាឲ្យយើងមកទីនេះដោះស្រាយកិច្ចការនៅទីនេះពួកឯងចាប់ខ្លួនគេភ្លាមពិតជាឆ្កែកាចថាមនុស្សមែនព្រះអង្គសូមមានព្រះបន្ទូលមក សូមក្រាបថ្វាយបង្គំព្រះអង្គ សូមប្រអប់រាជទានទោសសូមប្រអប់រាជទានទោសព្រះចៅអធិការមិនគួរគេធ្វើបាបយ៉ាងនេះទេថ្ងៃនេះយើងបានឃើញគ្រប់យ៉ាងយើងដឹងពីការពិតអស់ហើយសម្មាសម្ពុទ្ធសេនាចាប់ខ្លួនពួកគេទាំងពីរនាក់ភ្លាមទៅព្រះអង្គចាប់ខ្លួនទៅ
ฮ้ยเด็ก ព្រះអង្គចាប់ពីអ្នកនោះដាក់គុកធំភ្លាម បាទ เฮ้ยโอ้โห ព្រះអង្គឬនេះមិនពិតទេព្រះអង្គ sao một téព្រះអង្គពិតជាព្រះអង្គមែនព្រះអង្គពិតជាយ៉ាងនេះមែនទេ អូជាធានហេតុអីបានជាលើកផ្ទាំងថ្មគ្មានអក្សរនៅទីនេះបើតាមអាត្មាយល់អូជាធានប្រហែលជាដឹងថាខ្លួនឯងមិនអាចផ្ដោតតម្លៃឲ្យខ្លួនឯងបានមិនបានជាអញ្ចឹង ពីព្រោះថាអំពើបាបរបស់គេច្រើនជាងអំពើល្អហេតុនេះហើយគេដឹងខ្លួនក៏ឈប់បាយតម្លៃខ្លួនឯងតទៅទៀត លោកចៅអធិការលោកមានសិស្សពីរអង្គដែលមានការយល់ដឹងជ្រៅជ្រះពួកគេគ្រាន់តែនិយាយពីអ្វីដែលពួកគេបានដឹងតែប៉ុណ្ណោះ ព្រះអង្គ អ្នកនាងជានរណា ខ្ញុំម្ចាស់ជាកូនលោកមេតបសឺស៊ីង តើហេតុអីបានជានាងធ្វើយ៉ាងនេះ ឪពុកខ្ញុំម្ចាស់សូមឲ្យព្រះអង្គតបទាំងថ្មនោះ តើមានន័យថាម៉េចទៅ គាត់ចង់បង្ហាញពីទឹកចិត្តគាត់ចំពោះព្រះអង្គក្រែងព្រះអង្គមិនជឿអញ្ចឹងហើយបានជាគាត់ចង់ឲ្យព្រះអង្គតបទាំងថ្មនោះ ការពិតលោកមេតបស៊ឺបានដឹងពីប្រតិរបស់យើងច្បាស់លាស់ណាស់លោកចៅអធិការកណាទូលការពិតទៅចុះយើងមិនដែលមានយុគណាដែលផ្ទុំលក់ស្រួលនោះទេព្រះអង្គមានរឿងខ្វល់ខ្វាយក្នុងប្រទេសប្រតិជនយល់ឲ្យមែនទេរាជបល្ល័ង្ករបស់យើងអ្នកណាក៏គេចង់បានដែរឲ្យតែព្រះអង្គមានប្រតិមេត្តាចំពោះមនុស្សទាំងឡាយអ្នកណាក៏មិនចង់បានដែរយើងដឹងថាគួរធ្វើយ៉ាងណាហើយ សូមថ្វាយព្រះពរព្រះអង្គសូមថ្វាយព្រះពរព្រះអង្គមានព្រះជន្មយឺនយូរ សូមព្រះអង្គមានប្រជញ្ញយឺនយូរ សូមព្រះអង្គមានព្រះជន្មយឺនយូរសូមថ្វាយព្រះពរព្រះអង្គសូមថ្វាយព្រះពរព្រះអង្គ សូមថ្វាយព្រះពរព្រះអង្គ ថ្វាយព្រះពរព្រះអង្គ សូមថ្វាយព្រះពរព្រះអង្គមិនយូរប៉ុន្មានព្រះរាជាចៅខងអ៊ីបានដោះស្រាយបញ្ហារឿងសិទ្ធិកងទ័ពចារនៅក្នុងប្រវត្តិសាស្ត្រមិនមានការបង្ហូរឈាមគ្មានការកាប់ចាក់គ្នាហើយដោះស្រាយដោយសន្តិវិធីដូច្នេះហើយព្រះរាជាចៅខងអ៊ីមានព្រះកិត្តិនាមល្បីល្បាញនៅគ្រប់ចំនួន អូយៀនអូវៃមើលមើល ព្រះសង្ឃខំទទួលព្រះរាជបញ្ជា ព្រះរាជបញ្ជាស្អីទៅ ទទួលព្រះរាជបញ្ជាទៅ ទទួលយ៉ាងណា ត្រូវតែថ្វាយបង្គំហើយសូមថ្វាយព្រះពរព្រះអង្គឲ្យមានព្រះជន្មយឺនយូរ សម្មាសម្ពុទ្ធ ព្រះរាជបញ្ជាព្រះមហាក្សត្រមានដូចតទៅតែងតាំងព្រះសង្ឃខុសជាមន្ត្រីព្រះសង្ឃតូចទទួលខុសត្រូវក្នុងការស្រាវជ្រាវក្តីប្រជារាស្ត្រជាប់ពាក់ព័ន្ធ100នាក់សារជាថ្មីព្រមទាំងប្រទានអាវលឿងមួយសម្រាប់បានឃើញអាវប្រទានប្រៀបដូចជាបានចូលគាល់ព្រះអង្គអ្នកណាក៏មិនអាចប្រឆាំងបាននេះជាព្រះរាជបញ្ជា ថាម៉េចមន្ត្រីព្រះសង្ឃ ម៉ៃលាវហេតុអីបានជាមិនឃើញឯងមានអាវលឿងមួយដែរចាំមែនហើយ លោកគ្រូ អ
លោកកើតកុំរត់លោកកើតកុំរត់គឺប្រកាសគឺនៅក្នុងនេះឆាយឈើទៅអត់ទេស្អីក៏មិនឃើញដែរមកគេរួចសោះហើយគេទៀតតបងមើលខាងនោះមើលតបងមើលខាងនោះមានមនុស្សអូយយើងចេញពីទីនេះតាមរត់ទៀតតែកុំភ្លេចបើសិនជារកគេឃើញសម្រាប់គេចោលទៅកុំឲ្យគេរត់តទៅទៀតយល់ហើយយើងគង់តែសម្រាប់គេបានជាមិនខានទេទៅយើងមនុស្សអាក្រក់ចេញមកចេញមកមានមនុស្សអាក្រក់ឯងនៅណាថ្ងៃនេះយើងត្រូវទៅបដៅឯងទីនេះគ្មានមនុស្សអាក្រក់ឬមួយយ៉ាងម៉េចពិតជាមានមែនចាំមើលចាស់អូវ៉ៃតាមពិតគឺឯងទេហ៎ខ្ញុំនៅទីនេះសោតធွာបោះមកធ្វើអីយើងចង់ធ្វើដូចជាខំខំក៏មានតែមនុស្សអាក្រក់នៅកណ្ដាលព្រៃភ្នំមានមនុស្សអាក្រក់ពីណាមកមនុស្សអាក្រក់តែងតែនៅកន្លែងដែលគ្មានមនុស្សប្រព្រឹត្តអំពើអាក្រក់កន្លែងអត់មានមនុស្សមានរឿងអាក្រក់ស្អីទៅមកពីបងឃើញខំក្លាហានពេកបានជាភារអលឹកទេដឹងហីហេតុអីគេមិនអាចធ្វើដូចខំសម្រាប់កិច្ចការធំបានដល់ពេលនោះបរិជានឹងប្រទានអាវលឿងមកឲ្យយើងទីនេះក្រៅពីសត្វចចសត្វខ្លាមានមនុស្សអាក្រក់មកពីណាឯនេះពិតជាអត់ដឹងអីមែនយើងទៅវិញហើយសប្អូនមើលមានមនុស្សអាក្រក់មែនណាកងទ័ពរាជការកំពុងណាប់ខ្លួនអ្នកទោសមនុស្សអាក្រក់ជាអ្នកទោសមនុស្សអាក្រក់ត្រូវសាលាស្រុកចាប់ខ្លួនហើយបើមិនចាប់បាច់បារម្ភទេយើងទៅមើលទៅវិញទៅមើលសភៅទៅអត់ទេយើងទៅមើលកុំអីបើសិនជាមានរឿងកាត់យ៉ាងម៉េចយើងត្រូវតាមពីក្រោយគាត់ទៅមុនពេលថ្ងៃលិចបើធ្វើដំណើរមិនបាន100យោជយើងនឹងដាក់គុកឯងអ្នកទាំងអស់គ្នាកុំធ្វើអញ្ចឹងអីអ្នកទាំងអស់គ្នាចង់សម្លាប់ខ្ញុំមែនទេអ្នកទាំងអស់គ្នាចង់ដេញខ្ញុំតើលោកច្បាយសុកក៏មានដឹងដែរទេបើគ្មានបញ្ជាពីគាត់ពួកយើងមានរឿងអីដេញឯងលោកច្បាយសុកចិត្តអាក្រក់ពេកហើយមិនច្បាយស្រុកគ្មានមេត្តាទេគឺមកពីពួកឯងថ្លើមធំពេកហ៊ានបោកប្រាស់លោកច្បាយស្រុកគាត់មកចាប់ខ្លួនពួកឯងដាក់គុកជាសម្ដេចហើយខ្ញុំមិនទៅណាថ្ងៃលេខក៏ខ្ញុំទៅណាមិនរួចដែរបើឯងមិនទៅមុខឯងនឹងត្រូវស្លាប់នៅទីនេះទៅឲ្យឆាប់ឡើងទៅឯងឆាប់លេខខ្ញុំទៅលេខខ្ញុំ គេជាមនុស្សអាក្រក់មែនទេមិនមែនមនុស្សអាក្រក់រឿងអីយើងដេញគេចេញសង្ឃតុយសូមមេត្តាជួយវត្តដល់ពួកគាត់ផងទៅខ្ញុំកណាមិនមែនជាមនុស្សអាក្រក់ទេបដិគុណចេញពីទីនេះទៅពួកយើងមានការរវល់ណាស់សង្ឃតុយសូមមេត្តាជួយវត្តគាត់ផងទៅខ្ញុំកណាជាបងប្អូនបង្កើតរបស់លោកច្បាយស្រុកមិនមែនជាមនុស្សអាក្រក់ទេគាត់មិនគួរធ្វើយ៉ាងនេះចំពោះខ្ញុំកណាឡើយស្ដាប់គេនិយាយប្រេះផ្ដាស់គេមិនមែនជាបងប្អូនលោកច្បាយស្រុកទេគេជាមនុស្សបោកប្រាស់គ្រប់ទីកន្លែងលោកច្បាយស្រុកដឹងហើយបានជាឲ្យពួកយើងដេញចេញពីស្រុកខ្ញុំកណាពិតជាបងប្រុសរបស់លោកច្បាយស្រុកមែន
មិនបានជាលោកជាប្អូនប្រុសរបស់លោកចវាយស្រុក លោកចវាយស្រុកជាមនុស្សសុភាពរៀបសារមិនញ៉ៃញ៉ៃដោយឯទេគ្រាន់តែមើលក៏ដឹងថាឯងជាមនុស្សអាក្រក់មិនខ្មាស់គេទៀត មនុស្សល្អនេះអាក្រក់មិនមែនមើលតាមរូបរាងទេគាត់គួរអាណិតណាស់ឆាប់លេងគាត់ទៅ គេធ្វើពុតទេស ង្ឃតូចរឿងនេះមិនប៉ិតទេសូមមេត្តាជួយខ្ញុំកណាផង កុំជឿគេអសោះបើគេមិនមែនជាមនុស្សអាក្រក់ពួកគណៈក៏មិនចាប់គេដែរបដិជគុណជាផ្លូវទៅ ខ្ញុំកណាសូមបងសូមជួយខ្ញុំកណាផងជួយខ្ញុំកណាផង ទៅឲ្យឆ្លើយ ជួយខ្ញុំកណាផង ទៅឲ្យលឿនឡើង ជួយខ្ញុំកណាផង ទៅកុំស្រែកទៅ មនុស្សអាក្រក់ទៅបាត់ហើយយើងទៅមិនមានមនុស្សអាក្រក់ណាទៀតមានរឿងអីមិនស្រួលខ្ញុំយល់ថាលោកពូនោះមិនអាក្រក់ទេមិនមែនជាមនុស្សអាក្រក់រាជការតាមចាប់ខ្លួនគេធ្វើអីចាប់មនុស្សមិនប្រកាសថាអាក្រក់ទាំងអស់ទេជួនកាលក៏ចាប់ខុសដែរមិនខុសទេប្រកាសជាខុសខ្ញុំថាខុសប្រកាសជាខុសខ្ញុំថាអត់ខុសប្រកាសជាខុសហើយយើងទៅវិញសួរខំទុកឲ្យគេជួយវិភាគទៅគេថាគេជាបងប្អូនលោកចវាយស្រុកត្រូវហើយគេនិយាយទៀតថាលោកចវាយស្រុកមិនទទួលស្គាល់គេជាប្អូនប្រុសទេបើគេពិតជាប្អូនប្រុសរបស់លោកចវាយស្រុកហេតុអីបានជាលោកចវាយស្រុកមិនទទួលស្គាល់លោកបានន័យថាគេជាមនុស្សបោកប្រាស់ទៀតយើងក៏យល់អញ្ចឹងដែរតាមច្បាប់មហាសង្ឃបន្លំធ្វើជាប្អូនប្រុសរបស់លោកចវាយស្រុកគឺត្រូវមានទោសធ្ងន់ណាស់ហេតុអីបានជាគេមិនដឹងខ្ញុំសង្ស័យថាគេជាមនុស្សឡាបមនុស្សបោកប្រាស់ថ្លើមធំណាស់តែមិនមែនអញ្ចឹងគេក៏មិនកុហកដែរថ្មីតែបើថាមានរូបរាងខ្មៅបន្តិចតែមើលទៅមិនសមជាមនុស្សអាក្រក់ទេរូបរាងគេអាក្រក់ប្រកាសជាមនុស្សអាក្រក់បានហើយកុំជជែកគ្នាទៀតពួកយើងទៅមើលបើគាត់ជាមនុស្សល្អពួកយើងនឹងជួយ អត់ទៅឲ្យឆាប់ឡើងមុនថ្ងៃលិចបើទៅមិនផុតទេឯងត្រូវជាប់គុកហើយ សម្រាប់ខ្ញុំមកចង់ សម្រាប់ឯងធ្វើអី យើងចាំមើលតាលោកចវាយស្រុកសម្រាប់អូនបង្កើតរបស់ខ្លួនឯងយ៉ាងម៉េច កុំប្រកែកទៅឲ្យឆាប់ឡើង យើងមិនជឿថាគេដាក់គុកយើងនោះទេ ឯនេះនៅប្រកែកឯទៀតវាយទៅ សម្មាសម្ពុទ្ធដាក់ទណ្ឌកម្មមិនអាចរកការពិតឃើញទេម្យ៉ាងទៀតទីនេះមិនមែនជាសាវនាការដាក់ទណ្ឌកម្មយ៉ាងនេះជារឿងខុសច្បាប់ ឯជាណា អាត្មាពនាមខំខំ បដិជគុណគឺព្រះសង្ឃឆ្លៀសវៃប្រទានដោយព្រះមហាក្សត្រមែន គឺអាត្មានឹងឯង សំទោសកណាមានភ្នែកអត់ប្រស្រីខ្វះការគួរសមយ៉ាងនេះសូមបដិជគុណអធិស្ឋានផង តើគាត់មានទោសអ្វីទេ នេះជាបញ្ជារបស់លោកចវាយស្រុកមុនថ្ងៃលិចបណ្ដេញគេចេញពីស្រុកបើមិនចឹងត្រូវខុសនឹងច្បាប់ត្រូវយកទៅដាក់គុក គាត់មានទោសអី គេជាជនបោកប្រាស់ បោកប្រាស់ត្រូវមានទោសតែមិនដល់ថ្នាក់បាត់បង់ជីវិតទេ មិនគួរស្លាប់មែន លោកណាមគេធ្វើដំណើរកាត់ភ្លៀងបើគេឈឺតែអ្នកណាជាអ្នកទទួលខុសត្រូវថាអញ្ចឹងក៏បានបើសិនជាមានរឿងដេកបាក់កាត់ឡើងហើយដល់ពេលនោះគេនឹងមានគ្រោះថ្នាក់តើធ្វើយ៉ាងម៉េចថាអញ្ចឹងក៏បាន នោះគឺ ដែរ មកពីខ្លួនគេទេ គេមិនទាន់មានទោសស្លាប់តែលោកបែរជាធ្វើឲ្យគេស្លាប់ហើយលោកក៏ខ្លាចទៅជាអ្នកទោសដែរ រឿងនេះមិនមែនមកពីកណាទេទោះជាយ៉ាងណាមុនថ្ងៃលិចត្រូវបណ្ដេញគេចេញពីស្រុក ចាំម្នាក់ខ្ញុំសិនទៅជួយជីវិតមនុស្សម្នាក់ប្រសើរជាងសាំងចិត្តដេក7ចូល រឿងនេះបើមានបញ្ហាអី អាត្មាទទួល រឿងនេះ កុំភ្លេចណាយើងជាប្រសង់ប្រទានដោយព្រះរាជាមែនហើយចវាយស្រុករបស់យើងប្រហែលជាមិនអាចស្គាល់ព្រះរាជាផង បើចវាយស្រុកបន្ទោកណាត្រូវឆ្លើយយ៉ាងម៉េច លោកនិយាយថាប្រកល់ឲ្យមកយើងបានហើយ អញ្ចឹងសូមអរព្រះគុណបដិជគុណខុសតែសូមធ្វើលិខិតធានាឲ្យកណាមួយមក ទីនេះខាងមុខគ្មានភូមិខាងក្រៅគ្មានហាងតើមានកระดาษជក់ពីណាមកសរសេរនោះ រឿងនេះ យើងយកមួយនេះធ្វើជាជក់តែគ្មានកระดาษយកមួយនេះជាกระดาษខំឆ្លាតណាស់ អរព្រះគុណបដិជគុណខុសអញ្ចឹងកណាស្រួលដោះស្រាយហើយ លោកចៅអេលោកចៅ លោកម្ចាស់ យកបិចជប់ដេកបលក់ទេបើយប់ទល់ភ្លឺមិនបានមកថ្មិចសោះ លោកម្ចាស់មកពីគិតដល់ប្រជារាស្ត្រក្នុងស្រុកពេកបានជាសម្រាប់បលក់ហូបមិនឆ្ងាញ់ប្រជារាស្ត្រក្នុងស្រុកអ្នកណាក៏គេដឹកដែរសូមប្រយ័ត្នពីសុខភាពផងសម្រាប់ឲ្យបានច្រើនកុំឲ្យហត់នឿយពេកបើសិនជាលោកម្ចាស់ឈឺប្រជារាស្ត្រគិតយ៉ាងម៉េច លោកពិតជានិយាយត្រូវមែនចបាយស្រុកគឺជាមន្ត្រីជាឪពុកម្ដាយរបស់ប្រជារាស្ត្របើសិនជាឪពុកម្ដាយឈឺតើកូនគិតយ៉ាងម៉េចទៅហើយយ៉ានេះគឺជារឿងដែលយើងមានការបារម្ភណាស់ លោកម្ចាស់នឹកឃើញរឿងអីទៀតហើយ គឺយើងខ្វះកន្លែងដែលសមរម្យមួយណាហេពីព្រោះថាស្រុករបស់យើងជាកន្លែងល្បីល្បាញសម្រាប់អ្នកសិក្សាជ្រៅជ្រះធ្លាប់មានអ្នកប្រាជ្ញម្នាក់អ្នកត្រៀមប្រឡងម្នាក់មានអាមាត្យ2នាក់ទីប្រឹក្សា3នាក់មានកំណាប់ខ្លះធ្លាប់និយាយពីរឿងរបស់ខ្ញុំដែរចំពោះមុខគឺមាន6នាក់កំពុងតែត្រៀមប្រឡងមនុស្ស18នាក់កំពុងតែរៀននៅក្នុងសាលា
លោកនិយាយទៅមើលតើពួកយើងគួរតែកសាងណែសួនច្បារកសាងសួនច្បារមួយឲ្យពួកគេមកតែងកំណាត់និងគូគំនូរនៅទីនេះតើល្អប្រសើរដែរទេនេះជាគំនិតដ៏អស្ចារ្យមែនប៉ុន្តែប្រាក់សហុយបានមកពីណាខ្ញុំគិតរួចហើយនៅក្នុងស្រុកមានគ្រួសារធំចំនួន12គ្រួសារមួយចេញតែបន្តិចវាគ្រប់គ្រាន់ពេកទៅហើយប្រហែលទើបគ្រប់គ្រាន់បើគ្រួសារមួយ10000តម្លឹង2ដល់10គ្រួសារ120,000តម្លឹងបើសិនជាខ្វះខាតយើងបន្ថែមពីលើលោកម្ចាស់ដឹងទីស្រុកយើងជាស្រុកក្រីក្រអ្នកដែលមានបំផុតសរុបចូលគ្នាទ្រព្យសម្បត្តិក៏មិនលើសពីមាសសុទ្ធ10000តម្លឹងដែរពិតជាក្រមែនពិតមែនហេយ៉ាលោកកុំចាញ់បោករូបរាងរបស់ពួកគេឲ្យសោះអ្នកមានទាំងអស់នោះឆ្លាតណាស់ហើយកំណាញ់ទៀតផងអ្នកខ្លះមើលទៅក្រីក្រទេប៉ុន្តែជាក់ស្ដែងទ្រព្យសម្បត្តិហូរហៀដែលតើគួរនិយាយយ៉ាងណាទៅមិនពិបាកទេលោកអញ្ជើញពួកគេព្រមគ្នាអញ្ជើញពួកគេទាំងអស់គ្នាហូបបាយជាមួយគ្នាម្ដងខ្ញុំទើបតែមកថ្មីគ្រាន់តែឮថាខ្ញុំអញ្ជើញប្រកាសជានាំគ្នាមកអែបអបខ្ញុំយ៉ាងញាប់ដៃញាប់លោកម្ចាស់ទទួលតម្លៃមួយឆ្នាំទៅហើយកិច្ចការបែបនេះលោកម្ចាស់ធ្វើបាន2លើករួចទៅហើយរយៈពេល1ឆ្នាំទៅហើយបាទលោកម្ចាស់ថានេះបានជាខ្ញុំមិនចាំមែនខ្ញុំដឹងធ្វើម្ដងទៀតទៅបាទខ្ញុំធ្វើតាមបញ្ជាលោកម្ចាស់សូមអរគុណហើយណែសាប្អូនទៅផ្ទះបាយទៅដាំទឹកខ្ញីយកឲ្យគាត់ពិសាដើម្បីកុំឲ្យគាត់រងាបាទសុំតើលោកឈ្មោះអ្វីកណាឈ្មោះវាងចាំងអាវតើលោកនឹងច្បាយស្រុកមានអ្វីតាក់ទងគ្នាជាបងបង្កើតរបស់ខ្ញុំកណាបងប្អូនឪពុកតែមួយម្ដាយតែមួយទេស្អីទៅលោកឈ្មោះវាងចាំងអាវតែច្បាយស្រុកបច្ចុប្បន្ននេះឈ្មោះជូសៀងលីងមួយតកលជូមួយតកលវាងមិនក៏ថាជាគ្រួសារតែមួយតែគាត់ពិតជាបងខ្ញុំកណាពួកយើងនៅជាមួយគ្នាតាំងពីតូចដល់ធំខ្ញុំកណាមិនច្រឡំទេហេតុអីគេឈ្មោះជូសៀងលីងរឿងនេះខ្ញុំកណាក៏មិនដឹងដែរលោកយកច្រឡំទេដឹងប្រកាសជាមិនច្រឡំទេហេតុអីបានជាគេមិនទទួលស្គាល់លោកខ្ញុំកណាក៏មិនដឹងដែរហេតុអីគេដេញលោកចេញពីស្រុកហើយខ្ញុំកណាពិតជាមិនយល់មែនមកពីលោកមិនមែនជាបងប្អូនរបស់គាត់លោកជាអ្នកបន្លំហេតុនេះហើយបានជាគេដេញលោកចេញគាត់ពិតជាបងប្រុសរបស់ខ្ញុំកណាពួកយើងនៅជាមួយគ្នាតាំងពីតូចដល់ធំជាប់សាច់ឈាមនឹងគ្នារឿងអីដែលថាច្រឡំនោះសូមជឿខ្ញុំកណាចោះលោកច្រឡំមនុស្សហើយនៅក្នុងលោកនេះមនុស្សមានរូបរាងដូចគ្នាគឺមានច្រើនណាស់លោកដឹងទេខ្ញុំកណាដឹងប៉ុន្តែគាត់ជាបងបង្កើតរបស់ខ្ញុំកណាមិនច្រឡំនោះទេតែតើលោកមានអីចង់និយាយតែមិនចង់ប្រាប់ពួកយើងមែនទេណែលោកតើលោកដឹងដែរតាខំជាព្រះសង្ឃប្រទានឋានៈដោយព្រះរាជាតើមានរឿងអីដែលមិនអាចនិយាយបាននោះដៃគុណខំតើរឿងនេះដៃគុណអាចដោះស្រាយបានទេបានអ្នកបួសដោះស្រាយបញ្ហារបស់មនុស្សលោកជាតួនាទីរបស់អ្នកបួសអញ្ចឹងខ្ញុំកណានាំពួកលោកទៅកន្លែងមួយលោកម្ចាស់ខ្ញុំមកវិញហើយយ៉ាងមិនដែរមើលចុះព្រះដេចគុណខំតើគេជាគឺព្រះសង្ឃនេះចូលរាជធានីទៅគាត់ព្រះមហាក្សត្រត្រូវប្រទានអាពណ៌លឺមួយសម្រាប់រឿងនេះមិនធម្មតាទេរឿងនេះស្មុគស្មាញហើយលោកចៅហេតុអីបានជាលោកជួបគេនៅសុកហេតុអីបានជាលោកទៅជួបគេយ៉ាងនេះខ្ញុំក៏មិនចង់ជួបគេដែរប៉ុន្តែពេលដែលចេញពីសាលាស្រុកត្រូវឆ្លងកាត់ក្រោយភ្នំសុបសាទវាមិនរួចដែរទោះជាវាមិនរួចក៏ដោយក៏ត្រូវតែប្រគល់អ្នកទោសនោះឲ្យទៅគេដែរគេជាប្រសពមានឋានៈជាមន្ត្រីខ្ញុំមិនហ៊ានប្រឆាំងទេអញ្ចឹងចង់ប្រឆាំងជាមួយយើងទេលោកម្ចាស់ឥឡូវនេះគួរតែស្ដាប់អ្នកណាជនបោកប្រាស់លាក់ខ្លួននៅក្នុងព្រះវិហារហ្វាវាងនេះគឺជារឿងខុសច្បាប់ទាំងស្រុងឥឡូវលោកនាំមនុស្សទៅវិហារហ្វាវាងរៀបរាប់ឲ្យបានច្បាស់រួចហើយនាំជនបោកប្រាស់នោះយកមកដាក់គុកវិញគេជាអ្នកបោកប្រាស់ដោយសារតែគេប្រកាសថាយើងគឺជាបងប្រុសរបស់គេរឿងនេះគឺបានធ្វើឲ្យយើងត្រូវបាត់បង់កិត្តិយសទាំងស្រុងតើយើងគឺជានរណាយើងគឺជាអ្នកណាទៅយើងមានប្រវត្តិជាគ្រួសារមន្ត្រីមានឋានៈខ្ពស់បើសិនជាយើងមានប្អូនបែបនេះតើយើងនេះយកមុខយកមាត់ទៅទុកឯណាទៅបាទលោកម្ចាស់ខ្ញុំនឹងដេញគេចេញពីស្រុកប៉ុន្តែព្រះវិហារហ្វាវាងត្រូវដោះស្រាយយ៉ាងណាពួកឯងគឺជាអ្នកអនុវត្តច្បាប់តើខ្លាចស្អីទៅយកផ្លាកបញ្ជារបស់យើងទៅបើព្រះសង្ឃហាមឃាត់ខ្ញុំឲ្យខ្ញុំគិតយ៉ាងម៉េចបុត្រាធ្វើខុសមានទោសស្មើនឹងប្រជារាស្ត្រ
យើងឲ្យលោកធ្វើតាមយើងទៅកុំសួរច្រើនពេកទៅឆាប់ឡើងទៅ បាទ ខុងព្រះសង្ឃតូច ទីនេះគាត់ខ្លាចណាស់ពួកយើងប្រយ័ត្នបាទមានម្ដងអាក្រក់នោះជាការល្អណាស់មានម្ដងអាក្រក់មកពីណាងាយងាយ ពួកយើងមកដល់ហើយប្រជាជនខុងប្រយ័ត្នប្រយែង ស្លាប់ទៅ យើងមិនពួកឯងឲ្យស្លាប់ ពុកជប់ឲ្យទៅគឺខ្ញុំទេពុកប្រជាជនខុងសុំទោសណាអ្នកខ្ញុំចង់ឲ្យលោកតាពីមកជួបគឺឪពុករបស់ខ្ញុំនេះណាក៏ជាពុកខ្ញុំឈ្មោះជូសេលីងហើយក៏ធ្លាប់មានឈ្មោះថាបាំងច័ន្ទវៃដែរ បើសិនជាពួកបដិជនមិនចាក់ចេញប្រយ័ត្នកណាខ្វះការគួរសមសម្មាសម្ពុទ្ធសូមលោកកុំខឹងអីចវាយស្រុកមានវិជាអ្នកណាហាមឃាត់ពួកកណាបានន័យថារៀបរៀងការងារពួកកណាលោកចៅអធិការកំពុងតែតាំងសមាធិមិនអាចទទួលភ្ញៀវបានបើលោកមានការអីប្រាប់អាត្មាមកចុះកណាគឺជាមេសន្តិសុខចៅការកណាមកតាមរត់អ្នកទោសបដិជនខុសជាអ្នកមានសន្តិការនាំអ្នកទោសមកដល់ទីនេះឥឡូវកណាដឹងថាបដិជនលាក់ខ្លួនអ្នកទោសនៅវិហារហ្វាវាងឆាប់ប្រគល់ឲ្យកណាមកសូមលោកកុំខឹងអីរឿងនេះអាត្មាពិតជាមិនដឹងទេ សិស្សប្អូនខុងប្រាប់យើងថានៅទីនេះជួយមើលសភាពការសិនបើមានការអីត្រូវប្រាប់គេជាបន្ទាន់ប៉ុន្តែយើងគួរតែឲ្យដំណឹងទៅសិស្សច្បងឬមួយយ៉ាងណា អូយៀនថ្ងៃនេះពួកឯងនៅជាមួយខុកមែនទេ កណា ដែលឥឡូវនេះគេនៅឯណាពួកឯងដឹងទេ កណាទៅតាមរកគេ ទៅចុះគេមកវិញទើបយើងដឹងថាមានរឿងអីកើតឡើង កណា មុនពេលបាយគ្នាខ្ញុំនិយាយជាមួយពុកខ្ញុំថាជួបគ្នានៅទីនេះពុកនេះគឺប្រជាជនខុងណា សម្មាសម្ពុទ្ធឧបាសកគឺអ្នកណាទៅ ពួកយើងទាំងពីរគឺជាគ្រួសាររបស់លោកចវាយស្រុកមែនណា ហើយបណ្ដាជាកូនខុកសូមគិតទៅមើលនៅក្នុងលោកនេះហេតុអីបានជាមានកូនប្រុសអាក្រក់យ៉ាងនេះម្ល៉េះបើដឹងថាគេយ៉ាងនេះគេកើតមកភ្លាមយើងនឹងច្បាច់កគេឲ្យស្លាប់តែម្ដង មានអីកើតឡើង អើយមានជួនបាត់មុខ3នាក់ដេញសម្លាប់ពួកយើងចង់សម្លាប់ពួកយើង អូសម្លាញ់ហេតុអីបានជាថ្ងៃនេះអូនបិទទ្វារ ខ្ញុំផ្លាស់ខោអាវមានរឿងអីមិនបិទទ្វារនោះ អូត្រូវហើយអូនពិតជានិយាយត្រូវ ខ្ញុំមិនដែលនិយាយខុសទេប្រាប់ខ្ញុំមកថ្ងៃនេះមានការអីទៅ ថ្ងៃនេះគ្មានអីទេ រឿងម្សិលមិញដោះស្រាយយ៉ាងណា រឿងម្សិលមិញ គឺរឿងដែលបន្លំប្អូនប្រុសរបស់លោក អូ នោះណា ដោះស្រាយរួចហើយ ដោះស្រាយយ៉ាងណា ដេញទៅបាត់ហើយ ចាប់គេទៅដាក់គុកមែនទេ ហើយយ៉ាជាប្រជារាស្ត្រតូចតាចជាមនុស្សបោកប្រាស់តែប៉ុណ្ណោះទេដេញគេទៅបាត់គឺវាចប់រឿងកុំជួបគេនាំតែពិបាកចិត្តទេ បានឥឡូវនេះយើងចង់សួរលោកថាលោកមានប្រវត្តិជាមនុស្សគ្រួសារអី ប្រកាសជាគ្រួសារបតីរាជការហើយគឺជាមហាគ្រួសារ លោកតាធ្វើអ្វីខ្លះ លោកតារបស់ខ្ញុំគឺជាមេតបធំរបស់ឆាយាជូអាយុចំណែកឪពុករបស់ខ្ញុំគឺជាអ្នកមានគុណជួយដល់ព្រះមហាក្សត្រជូឆាងអ៊ីងការតស៊ូដោយឈិនឈៀងការនោះឪពុករបស់ខ្ញុំគឺជាសេនាផ្ទាល់របស់ព្រះរាជាហើយការនោះបានអបរិទ្ធដំណើររបស់ព្រះរាជាបីបកស្រុកខៃហ្វុងក្រោយមកព្រះរាជាក៏តែងតាំងឪពុកខ្ញុំជាលោកមេតបធំឪពុកខ្ញុំយល់ថានៅក្នុងរាជការមានបញ្ហាច្រើន
ក៏សុំចូលនិវត្តន៍ទៅ អូ ឪពុកខ្ញុំកាលពី2ឆ្នាំមុនក៏ស្លាប់ដោយសារតែជំងឺព្រះរាជាក៏បានប្រទានផ្លាកដ៏ធំមួយទៅឪពុកខ្ញុំហើយលើផ្លាកនោះសរសេរថាកំពូលគ្រួសារអ្នកក្លាហាន ហេតុអីបានជាលោកមកធ្វើជាមន្ត្រីដែរ ខ្ញុំយកប្រជារាស្ត្រជាចម្បងខ្ញុំស្ម័គ្រចិត្តបម្រើប្រជារាស្ត្រអស់ពីចិត្ត ឆ្លើយបានល្អមិនដែរមក អេបាន ច្បាច់ជើងខ្ញុំតិចមក អាយ៉ាសប្បាយចិត្តណាស់ លោកប្តីខ្ញុំល្អនឹងលោកប្តីទេ ដូចជាពុកមិនអាចបង្កើតមានគុណធំធេង កិច្ចការកសាងសួនច្បារចំណេញប្រាក់ប្រមាណ 12,000 ដំឡឹង ពិតជាអស្ចារ្យមែន សូមអរគុណអូនសម្លាញ់ សម្មាសម្ពុទ្ធអ្នកទាំងអស់គ្នាមានការអីហ្នឹង សងតូចតើឃើញតាកាចាំម្នាក់នោះទេ តាចាស់ណាស់ទេ ខ្ញុំចង់ធ្វើពុតឆាប់ប្រាប់យើងភ្លាម អាត្មាអត់មានឃើញទេ បើសិនជាមិននិយាយការពិតទេយើងនឹងសម្រាប់ឲ្យចោលឆាប់និយាយមក សម្មាសម្ពុទ្ធ ទៅយើងសងតូចនេះដូចជាមានការផ្ញើអស់ឬវិញពួកយើងឆាប់តាមមើល បើសិនជាអមជាពុកគេហេតុអីបានជាគេមិនទទួលស្គាល់អមខំពីបយមានការអីលោកមេកងសន្តិសុខនាំសន្តិសុខមកច្រើនណាស់មកដល់វិហារហ្វាវាងហើយថាមកចាប់ខ្លួនអ្នកទោសណាតែពួកយើងមិនតាន់ដឹងច្បាស់ថាអ្នកណាល្អអ្នកណាអាក្រក់ទេបើប្រកល់ខុសហើយអ្នកល្អត្រូវទទួលទោសសូមលោកអមនិយាយការពិតទៅមើល ពួកយើងអីយ៉ា អ្នកទាំងពីរសម្រាប់ចោះអាត្មានឹងសាច់ច្បងទៅខាងក្រៅដើរមកផ្លែតតែយើង តាសងតូចនោះមកទីនេះធ្វើអីចាំមកប្រើពួកយើងមើលតទៅទៀត ខំមិញមានកំណត់ពួកយើងសួរតទៀតពួកគាត់មិនចង់និយាយប្រកាសជាមានមូលហេតុប៉ុន្តែមនុស្សសាលាស្រុកបណ្ដេញពួកគាត់ប្រហែលជាមនុស្សអាក្រក់ទេដឹងបើមិនសួរឲ្យច្បាស់វានឹងមានគ្រោះថ្នាក់ដល់ពួកយើងជាមិនខានបើគេមិនចង់និយាយទោះថាសួរក៏គេមិនប្រាប់ដែរដើម្បីសុវត្ថិភាពក្នុងព្រះវិហារយើងត្រូវតែសួរឲ្យបានច្បាស់លាស់បើមិនអញ្ចឹងពួកគេទាំងពីរត្រូវដេញចេញពីស្រុកហើយហេតុនេះហើយយើងត្រូវតែជួយដល់ពួកគាត់បើសិនជាពួកគាត់ជាមនុស្សអាក្រក់តែទេវតាតែងតែជួយដល់មនុស្សលោកជួយគេរួចហើយចាំបញ្យល់គេតាមក្រោយមិនមែនគិតតែសុខខ្លួនឯងបែរជាមិនរវល់នឹងអ្នកដទៃស្លាប់ឬរស់នោះទេពិតជាអញ្ចឹងមែនប៉ុន្តែពេលដែលមានបញ្ហាកើតឡើងយើងមិនដឹងថាខុសឬត្រូវទេម្យ៉ាងទៀតនៅតាមផ្លូវខ្ញុំបានជួបជនបិទមុខពី3នាក់គេថាតាមរលអ៊ំម្នាក់ទៀតផងណាអ្នកណាទៅខ្ញុំមិនដឹងដែរមើលទៅមិនមែនជាមនុស្សធម្មតាទេខាងក្រៅមានមនុស្សទីនេះគ្រោះថ្នាក់ណាឆាប់ចូលក្នុងវិញទៅអើឡើយ បែបហើយគឺពួកគេយើងដឹងថាពួកគេប្រកាសជាត្រឡប់បោកទីនេះ ពួកយើងឆាប់ចេញពីទីនេះ រឿងនេះគ្មានតាក់ទងនឹងពួកឯងទេនេះជាវាសនាក្រក់របស់យើងទេពួកឯងទៅវិញចោល កុំពិបាកចិត្តពេកពួកយើងត្រឡប់ទៅវិញទៅ ពួកឯងទៅវិញចោលយើងចំណាស់នេះទៅហើយមិនចង់ធ្វើបាបពួកឯងទេយើងចង់បញ្ចប់រឿងនេះជាមួយនឹងពួកគេយើងចង់មើលអាមនុស្សអាក្រក់អត់ស្គាល់ញាតិសន្តាននេះតាមសម្លាប់យើងឬមួយយ៉ាងណា ពុកកុំធ្វើអញ្ចឹងអីខ្ញុំអាចចិញ្ចឹមពុកបានណា បើពិតជាគេមែនយើងរត់ទៅណាមិនរួចទេឯងនៅក្មេងឯងឆាប់រត់ទៅណា អត់ទេខ្ញុំមិនរត់ទេដោយសារតែខ្ញុំអត់បានការបានជាធ្វើឲ្យពុកធ្លាក់ខ្លួនដល់ថ្នាក់នេះ យើងមិនបន្ទោសឯងទេបើបន្ទោសថាយើងក្រពេកមិនគួរការនៅក្នុងស្រុកនេះណា បើសិនជាពុកមិនទៅខ្ញុំក៏មិនទៅដែរ ឯងដូចជាល្ងងពេកហើយ ជីវិតខ្ញុំគឺពុកជាអ្នកផ្ដល់ឲ្យទោះជាស្លាប់ក៏ខ្ញុំតាមបម្រើពុករហូតដែរ ឯងកុំធ្វើបាបខ្លួនឯងទៀតអី ពុកគឺកូនស្ម័គ្រចិត្តធ្វើយ៉ាងនេះទេគុណឪពុកខំចិញ្ចឹមកូន18ឆ្នាំ
បើសិនជាមានជាតិក្រោយមែនកូនសុកចិត្តធ្វើគោធ្វើសេះបំរើពក លោកអ៊ំកុំអស់សង្ឃឹមអី ជប់សិនសងតូចកិច្ចការនៅទីនេះគ្មានតែតូចជាមួយនឹងពួកឯងទេឆាប់ចេញពីទីនេះយើងមិនចង់ធ្វើអីពួកឯងទេ អ្នកទាំងពីរជាអ្នកណាទៅហេតុអីធ្វើបាបពួកគាត់ កុំជឿឆ្អាលយើងទទួលប្រាក់ពីគេយើងធ្វើការឲ្យគេឆាប់ចេញពីទីនេះទៅ អាត្មាត្រូវការជួយមនុស្សអ្នកទាំងអស់គ្នាកុំធ្វើបាបពួកគាត់ សងតូចនិយាយស្រួលមិនស្ដាប់ចង់ស្លាប់មែនទេ ធ្វើបាបគេដូចធ្វើបាបខ្លួនឯងជួយអ្នកដទៃដូចជួយខ្លួនឯង ឆាប់ថយចេញ បានហើយយើងដឹងថាអ្នកណាល្អអ្នកណាអាក្រក់ហើយយើងត្រូវតែពមៀនមនុស្សអាក្រក់សាច់ច្បងកុំមកខំចាប់រត់ទៅយើងនៅការពារឯងឆាប់រត់ តាភ្លាមកំរត់នៅស្ងៀមទុកឲ្យយើងជាអ្នកចាត់ការដល់នេះតាពួកឯងចង់រត់តាណាទៀត អូយេនអូវៃប្រយ័ត្នបាទហាអូវៃប្រយ័ត្ន តាកញ្ចាំងអីនេះ ខំចាប់រត់ទៅ អូយអូយ ចាប់មកផ្លែតឆាប់រត់ខ្ញុំប្រាប់រឿងមួយស្រាប់យល់ហើយនៅអ្នកទាំងពីរបន្តិចទៀតលាក់ខ្លួននៅក្នុងគុំស្មៅទោះថាមានរឿងអីកុំចេញមកអសោះ បានពួកគេនៅណាប្រកាសជានៅក្បែរនេះហើយដល់រមទៅបានដល់យើង ជប់សូនកំរត់ជប់សូន អូយេនអូ អូ វៃ យដល់ខាងនោះឆាប់តាមភ្លាមជប់សូនកំរត់ជប់ យើងចង់ឯងនេះហើយអូវៃអូយេនណែណាខ្ញុំអត់ដឹងទេគេតាណាហើយអូយេនមកនេះពួកយើងធ្វើចំការទេត្រូវរំជោបាយធ្វើយ៉ាងណាធ្វើយ៉ាងម៉េចទៅធ្វើយ៉ាងម៉េចទៅហ៎នឹកឃើញហើយធ្វើយ៉ាងណាបន្តិចទៀតពួកឯងនៅទីនេះយើងទៅបញ្ឆោតពួកខេតកតទាំងនោះឲ្យចូលក្នុងផ្ទះនោះតែម្ដងហេមកនេះជប់សូន Được khả đâu ấn lượt ớt cha con chó cha ôi Dên bị giáp
Những ả đã chậm sẽ chặt chỉnh nó. Ai dạ. Cho má. Tại chặt chỉnh nó. Cho má. Chặt chỉnh lên nó. Dạ. Không, trời thân. Thầy hai. Ôi. Đuôn. Giữa này sầm lạp của anh. Ô vây, bọn đi. Giữa. Bọn đi chậm lại. Bọn đi má. Ở đó lan, bọn đi. Giữa ả làm chậu mà xiết. Má tạm dừng máu. Ôi điên, màជួយគ្នាចូលបាយទៅបានអូយចាក់ទៅហើយ ជួយខ្ញុំផងអូយជួយផងពួកឯងឆាប់មកជួយខ្ញុំផងគាត់មិនចោលទៅទៀតឆាប់យើងចុះព្រាមតែយើងចុះព្រាមទៅពួកឯងឆាប់មកជួយខ្ញុំផងមែនហើយ ឆាប់មកជួយខ្ញុំផងពួកឯងណាជួយយើងផង ឯណាលោកអ៊ំបាន ជួយយើង ពួកយើងឆាប់ទៅមើលមើលឲ្យលើឡើង ពួកគ្នាចោលទៅទៀតឆាប់ទៅដាក់យើងចុះព្រាមឆាប់ដាក់យើងចុះលោកអ៊ំលេចឲ្យហើយអ្នកទាំងអស់គ្នាអាចទៅបានហើយ ពុកទៅយើង ឆាប់ឡើងទៅចាំមិនដែរ ល្អ និយាយមួយម៉ាត់ទៀតទៅមើល គឺពិតជាល្អណាស់ ល្អយ៉ាងម៉េចទៅ អ្នកស្រីពិតជាល្អចំពោះខ្ញុំណាស់ អ្នកស្រីល្អនឹងលោកម្ចាស់យ៉ាងណា ឲ្យខ្ញុំហូបចុកឲ្យខ្ញុំស្លៀកពាក់ឲ្យផ្លូវខ្ញុំរស់ឲ្យខ្ញុំធ្វើជាមន្ត្រី ដឹងទេហេតុអីបានជារាល់ថ្ងៃឲ្យលោកម្ចាស់ កុំឲ្យខ្ញុំភ្លេចរឿងអតីតកាលហើយត្រូវចាំថ្ងៃនេះបើសនុកព្រោះតែអ្វី សេហុងដល់ពេលវេលាហើយនៅអ្នកស្រីនៅមកផ្លែទៀតក្រោកឡើងមកថ្ងៃនេះពិតជាក្រន់បានណាស់ទៅហើយក្រោកឡើងទេខ្ញុំត្រូវតែធ្វើឲ្យបានដល់ធុមួយដើមសិនខ្ញុំមិនត្រូវធ្វើឲ្យអ្នកស្រីខកចិត្តព្រោះតែខ្ញុំនោះទេ ទម្លាប់នេះល្អត្រូវតែតស៊ូតទៅទៀតទៅ បាទអ្នកស្រីគិតគូរបានវែងឆ្ងាយណាស់ អ្នកណា គឺខ្ញុំទេអ្នកស្រីខ្ញុំបរលោកម្ចាស់ ទៅចាស់ អរគុណអ្នកស្រីយ៉ាអ្នកម្ដាយខ្ញុំអើយ មានរឿងអីចូលមកនិយាយគ្នាមកសិតតែគ្នាឯងទេមានរឿងអីទៅ អ្នកស្រីគឺរឿងឧបត្ថម្ភប្រាក់សាកសង់សួនច្បារ រឿងនេះវាយ៉ាងម៉េចអ្នកណាគេមិនព្រមឧបត្ថម្ភមែនទេ លោកសេដ្ឋីវ៉ាគាត់និយាយថាកន្លែងយើងនេះមានទេសភាពស្អាតអស្ចារ្យមានភ្នំមានទឹកបើសិនជាសាកសង់សួនច្បារក៏អត់ដេកដែរព្រោះថាការសាកសង់មិនដូចជាលក្ខណៈធម្មជាតិនោះទេ គិតយ៉ាងម៉េច មិនអីទេពីមួយថ្ងៃទៀតបើសិនជាពួកគេមិនយកប្រាក់យំឲ្យយើងទេចាប់ពួកគេយកទៅដាក់គុកទៅ បាទលោកម្ចាស់ អរគុណបដិញ្ញាគុណខុសៗដែលបានជួយដល់ពួកយើង ថ្ងៃ
ថ្ងៃនេះទុកថាប្រមានពួកគេទៅចាស់ ក៏ប៉ុន្តែពេលនេះពួកគេបាត់ផ្លូវព្រះវិហារហ្វាហ្វាងទៅហើយតើពួកលោកទាំងអស់គ្នាគិតយ៉ាងម៉េច លោកអ៊ំរើរ៉ៃយ៉ាងណាត្រូវប្រាប់ពួកយើងឲ្យដឹងតើពួកយើងអាចជួយអ្នកទាំងអស់គ្នាបាន នេះជារឿងអាម៉ាស់មុខក្តុកគ្រួសារយើងហាមាត់និយាយមិនរួចទេ អ្នកណាដេញអ្នកទាំងអស់គ្នាចេញពីផ្ទះ គឺម្នាក់នឹងគេជាកូនប្រុសធំរបស់យើង ពិតជាលោកច្បាយស្រុកមែនច្បាយស្រុក តាពិតផ្ទះយើងនៅដាត់យ៉ាងមានកូនប្រុសពីរកូនធំឈ្មោះវាងចាក់វៃកូនតូចគឺគេឈ្មោះយ៉ាងអៅចាក់វៃពីតូចចូលចិត្តរៀនសូត្រហេតុនេះហើយយើងសន្សំសំចៃគ្រប់យ៉ាងដើម្បីឲ្យគេទៅរៀនហើយសង្ឃឹមថាថ្ងៃណាមួយគេនឹងមានអនាគតល្អអ្នកណាទៅដឹងថាកាលពីប្រហែលឆ្នាំមុនស្រុកយើងមានរឿងគ្រោះធម្មជាតិកើតឡើងព្រោះតែតួច្រកបានជារត់ភៀសខ្លួនចេញពីផ្ទះហើយនៅតាមផ្លូវពិតជាលំបាកវេទនាណាស់ក្នុងយុគមួយនោះចាវៃឆ្លៀតពេលពួកយើងដេកលក់បានលួចយកប្រាក់រាជាពីដំឡឹងនិងស្បៀងក្នុងគ្រួសារតែប៉ុន្មានក៏បាត់ដំណឹងសូន្យតែម្ដងទៅ ហេតុអីបានជាគាត់ធ្វើយ៉ាងនេះគឺត្រូវគិតដល់ពុកម្ដាយជាមុនហេតុអីបានជាគាត់គិតតែខ្លួនឯងមែនហើយគាត់អាក្រក់ជាងសត្វទៅទៀត យូរឆ្នាំកន្លងផុតទៅគ្មានដំណឹងអីបន្តិចចាវៃនៅក្នុងផ្ទះមានប្រពន្ធមួយរួចទៅហើយសុភាពរៀបសារចិត្តកតញ្ញូគិតតែពីរឿងការងារក្នុងផ្ទះហើយតែរូបចាប់គេមិនឃើញគេបានជាពិបាកចិត្តពេកទីបំផុតក៏បានស្លាប់ដោយសារជំងឺ គួរឲ្យអាណិតណាស់ ប្របាទថ្ងៃមុនអ្នកស្រុកបានឲ្យដំណឹងមកថាចាវៃនៅស្រុកអ៊ីងស៊ឺជាចវាយស្រុកពួកយើងស្ដាប់ឮហើយពិតជាសប្បាយចិត្តណាស់ហេតុនេះហើយក៏សុំប្រាក់សហុយពីបងប្អូនញាតិសន្តានបរកគេពេលនោះយើងចេះតែរំចាំនៅខាងក្រៅឲ្យចាងអៅចូលទៅតាមរកបងប្រុសរបស់គេ ពងមិននឹកស្មានថាបងប្រុសខ្លាញ់ទៅជាមន្ត្រីសោះ ពុកបាននិយាយហើយគេមានអនាគតពិតជាមិនខុសបែប បងប្រុសរៀនតាំងពីតូចខ្ញុំតែងតែសរសើរគាត់ កុំភ្លេចណាពេលនេះបងប្រុសឯងមានឋានៈមានមុខមានមាត់ត្រូវតែប្រយ័ត្នប្រយែងផង ខ្ញុំដឹងហើយពុក យើងរកចាំឯងនៅក្នុងព្រៃឫស្សីឆាប់ត្រឡប់មកវិញណា ខ្ញុំដឹងហើយខ្ញុំនឹងប្រាប់បងប្រុសឲ្យគាត់ហៅមនុស្សមកទទួលពុក យើងមិនទៀមទីអីទេសូមជួបជុំគ្រួសារបានហើយឯងទាំងចោះ បាទពុក អ្នកណាមករកយើងមានការអីបងប្រុសគឺពិតជាបងប្រុសមែនហេដេហេលោកចៅគេបើធ្វើការប្តឹងផ្ដាល់ខ្ញុំជាប្អូនរបស់បងឈ្មោះវាងចាំងអៅបងលែងស្គាល់ខ្ញុំហើយប្អូនរបស់យើងត្រូវហើយបងភ្លេចហើយការនៅស្រុកពួកយើងតែ3នាក់ធ្វើចំការជាមួយគ្នាអ្នកបងក៏ដាំបបរឆ្អិនយកមកឲ្យពួកយើងពេលបបរមកដល់បងបោះចោលចោលហាពួកយើងមកហូបជាមួយគ្នាមានថ្ងៃមួយនោះមិនដឹងជាយ៉ាងម៉េចទេចំពោះយើងក៏ធ្វើកំពប់អស់ហើយកុំនិយាយប្រេះប្រាស់យើងគ្មានប្អូនប្រុសទេ ឯងច្រឡំមនុស្សហើយបងប្រុសបងពិតជាបងរបស់ខ្ញុំមែនយើងជាមនុស្សនៅក្នុងគ្រួសារដែលមានឪពុកយើងជាមនុស្សមានមុខមានមាត់យើងមិនដែលមានប្អូនប្រុសទេហើយទោះជាយើងមានក៏គ្មានមុខមាត់រូបរាងដូចជាឯងចឹកដែរថាម៉េចតើបងប្រុសឯងគេឈ្មោះអីទៅគឺវាងចាំងវៃទីនេះគ្មានឈ្មោះវាងចាំងវៃទេយើងឈ្មោះជូសៀលីងលោកចាងលោកឆាប់ដេញមនុស្សឈ្មោះនេះចេញពីទីនេះភ្លាមចេញទៅបងប្រុសសូមបងគិតឲ្យច្បាស់ទៅមើលម្យ៉ាងទៀតពុកកំពុងត្រង់ចាំបងណានិយាយប្រេះផ្ដាស់បង ឈប់សិនឯងមានឪពុកផងហ៎គាត់នៅណាឲ្យគាត់មកសាលាស្រុកមើល អ្នកស្រីចង់ធ្វើអី ធ្វើអីហ៎យើងនឹងចាប់ខ្លួនពួកឯងទៅដាក់គុកជៀសវាងពួកឯងមកឆោបបោកគេទៀត អេដេលោកចៅលោកឆាប់ដេញគេចេញពីទីនេះភ្លាមទៅវាងចាំងវៃអាយជាមនុស្សគ្មានចិត្តគ្មានថ្លើមលោកចៅលោកថ្លង់ឲ្យបែបទេឆាប់ដេញមនុស្សឈួតនេះចេញពីទីនេះភ្លាមកុំឲ្យគេចូលមកសាលាស្រុកមួយជំហានអសោះបើសិនជាគេដើរជុំវិញសាលាស្រុកចាប់ខ្លួនគេហើយយកទៅដាក់គុកភ្លាមទៅឆាប់ចេញទៅស្ដាប់បាត់ហើយទៅវាងចាំងវៃខ្ញុំពិតជាបងប្រុសបងឈ្មោះវាងចាំងអៅបងលែងស្គាល់ខ្ញុំហើយមែនទេអាយ៉ាឆាប់ឡើងដេញគេចេញទៅហើយហេតុអីបើជាយឺតយ៉ាវខ្លាំងម្លេះឲ្យឆាប់ឡើងទៅហេរឿងនេះពិតទេ ហេយ៉ាអូនគិតតែមើលតើបងមានប្អូនប្រុសបែបនេះមកពីណាមកគេចេះតែនិយាយផ្ដេសផ្ដាស់ទេនៅក្នុងសម័យនេះមនុស្សបែបនេះគឺមានច្រើនណាស់
ពេលដែលយើងកំពុងតែរងចាំនៅខាងក្រៅស្រាប់តែមានជនពាក់អាវខ្មៅ3នាក់បត់តាមសម្លាប់យើងក៏រត់ទៅតាមពិតគេជាកូនប្រុសរបស់យើងវាងចាក់វិញតើហេតុអីគេមិនព្រមសារភាពឬមួយគេចង់បានបនស័កមាសប្រាក់លែងស្គាល់ឪពុកហើយលោកអ៊ំពិតជាយល់ថាគេជាកូនប្រុសអ៊ំមែនទេយើងចិញ្ចឹមគេតាំងពីតូចដល់ធំទោះជាប្រឡត់ស្បែកចេញក៏យើងចំណាប់គេបានដែរមានអ្វីអាចបញ្ជាក់បានទៀតទេនៅលើចង្កេះរបស់គេមានស្នាមខ្មៅមួយដ៏ធំប៉ុនបាត់ដៃលោកអ៊ំបានឃើញទេអត់ទេជួបក៏មិនបានជួបដែររឿងអីគេឲ្យយើងមើលស្នាមលើខ្លួនរបស់គេនោះលោកអ៊ំបោះប្រុសកុំពិបាកចិត្តពេកថ្ងៃស្អែកចាំយើងទៅមើលប្រហែលជាមានសង្ឃឹមច្រើនអត់ប្រយោជន៍ទេរូបរាងដូចជាគេចឹងគឺលែងទទួលស្គាល់ពួកយើងទៅហើយមែនហើយសូម្បីតែពួកយើងនៅជាមួយគ្នាជួបប្រទះរឿងអីនោះក៏គេមិនទទួលស្គាល់ដែរសម្ដីល្អមិនព្រមស្ដាប់ប្រៀបដូចជាថ្នាំល្វីងដ៏ស័ក្តិសិទ្ធិមែនហើយអាត្មាក៏យល់អញ្ចឹងដែរបងមិនត្រឹមតែនិយាយការពិតហើយនិយាយពាក្យអត់ដឹងអីផងមិនក៏និយាយយ៉ាងនេះទៅវិញលោកអ៊ំអ្នកទាំងអស់គ្នាលាក់ខ្លួននៅទីនេះអាត្មានឹងឲ្យសិស្សច្បងជូនបាយជូនទឹកឲ្យអ្នកទាំងពីរសូមក៏មានការបារម្ភអីណាព្រះសកខំពិតជាទៅកាត់សាលាស្រុកបែនណាអាត្មាត្រូវតែមើលសូមកុំទៅអីពួកយើងមិនចង់ឲ្យពាក់ព័ន្ធដល់ពួកលោកមិនអីទេអាត្មាជាសង្ឃដែលប្រទានដោយព្រះអង្គពួកគេមិនហ៊ានធ្វើអ្វីអាត្មាទេខ្វាក់ភ្នែកទេដឹងថាទីនេះជាកន្លែងណាមិនបានជាបានបាត់ដល់ទីនេះអត់ខ្វាក់ទេគឺពួកលោកទេមិនឃើញនៅលើសាលាស្រុកពោពេញដោយចំហាយមិនសុខចិត្តមកចាស់កំពុងឡើងលើពពកបើមិនដេញចំហាយនេះភ្លាមទេក្រែកប៉ះពាល់ដល់លោកម្ចាស់ធំមិនខានទេចំហាយស្អីទៅដល់ចំហាយស្អីទៅដូចជាអត់មានឃើញអីផងខ្ញុំអត់ឃើញអត់មានទេចំហាយមិនសុខចិត្តខ្លាំងណាស់ពួកឯងទាំងអស់គ្នាមិនឃើញស្អីទេអត់ទេស្អីក៏មិនឃើញដែរកំហឹងមិនសុខចិត្តនៅខាងលើធំណាស់នៅណាទៅមិនក៏ខ្ញុំមើលមិនឃើញហើយនៅណាទៅខ្ញុំក៏មើលមិនឃើញដែរអ្នកទាំងអស់គ្នាមកចាស់នេះជាចំហាយមិនសុខចិត្តដ៏ខ្លាំងមួយមិនមែនមនុស្សធម្មតាអាចមើលឃើញនោះទេមានភ្នែកទឹកទៅអាចមើលឃើញណាមកចាស់នៅលើរបស់ផ្ទះអូឃើញហើយនៅខាងនោះអូឃើញហើយអានេះជីចំហាយស្អីទៅជីពិតជាមានមែនគឺនៅខាងនោះទេហើយមើលច្បាស់ទៅមើលគឺនៅខាងនោះដែរខ្ញុំមើលឃើញសោះទៅនោះមើលច្បាស់ទៅនេះទៅហើយឃើញទៅឃើញទេគឺខាងនោះអូគឺខាងនោះមែនទេទៅឲ្យគឺខាងនោះឲ្យឃើញហើយនោះអូឃើញហើយមែនពិតជានៅខាងនោះមែនអូនបោះមុនចោះដែរបានម្ដងនេះខ្ញុំបោះត្រូវទេអូនបោះមុនប្រកាសជាត្រូវហើយបោះកាយនិយាយមែនមិនអីទេបោះមួយទៀតទៅផ្លុំទៅចូលអូសម្លាញ់ណាចាប់មើលបងណាបងក្រោកឈរសិនលោកម្ចាស់វីបធំហើយមានរឿងអីបានជាផ្ទះសាយ៉ាងនេះមិនបាក់ចុះមកមិនមិនតន់បាក់ប៉ុន្តែពេលនេះចិត្តបាក់មកហើយមានរឿងអីឲ្យនិយាយច្បាស់ទៅមើលសងតូច3អង្គមានសន្និការថានៅលើដំបូលសាលាស្រុកមានចំហាយមិនសុខចិត្តមួយចង់កប់ពពកទៅហើយឯងមិនគួរជឿសម្ដីគេប្រទេសផ្ដាស់នោះទេប៉ុន្តែពួកគេនិយាយថាបើសិនជាមិនដេញចំហាយនេះទេនឹងប៉ះពាល់ដល់លោកម្ចាស់តាមអីគិតដល់អាណាក៏លោកម្ចាស់ជឿវាភាសាជាងមិនជឿណាជឿតែអូសម្លាញ់យល់យ៉ាងម៉េចឲ្យគេចូលមកវាគ្មានអីអាក្រក់នោះទេចាំមើលខ្ញុំណាប្រកាសជាចូលអូសម្លាញ់ឆ្លាតមែនតើចូលមកសាមពុតសងទុយតែ3អង្គគឺជានរណាទៅអាត្មាមាននាមថាអូយៀនអាត្មាបាននាមអូវៃអាត្មាបាននាមខំការពិតគឺសងទុយដែលប្រទានឲ្យបរិជាទេហើយយ៉ាខ្ញុំកណាធ្លាប់ឮយូរមកហើយថ្ងៃនេះបានជួបពិតជាអស្ចារ្យលោកម្ចាស់គួរសាមពេកហើយការពិតសងទុយទាំង3អង្គនេះគឺជាអ្នកការពារវាងចៅអាវតែយើងមិនដឹងថាគេមកទីនេះធ្វើអីទេ
លោកម្ចាស់អាត្មាដឹងថាទីនេះជាកន្លែងណាទេ មិនដឹងថាសងតូចនេះចង់ប្រើល្បីស្អីទេយើងត្រូវតែប្រយ័ត្នប្រយែងបដិជនខំជាមនុស្សឆ្លាតប្រកាសជាដឹងថាទីនេះគឺជាកន្លែងអីហើយមែនទេ អ្នកដែលគេដឹងគេយល់ថាទីនេះជាសាលាស្រុកប៉ុន្តែអ្នកដែលមិនដឹងគេប្រកាសជាយល់ថាទីនេះជាកន្លែងផ្សេង មានន័យថាម៉េចទៅ សាលាស្រុកជាកន្លែងរបស់ព្រះរាជាក្រោមមេឃលើដីក្រោមពន្លឺព្រះអាទិត្យនិងព្រះចន្ទរាប៉ុន្តែបាញ់មិញពេលដែលអាត្មាដាក់កាត់ទីនេះឃើញផ្សែងខ្មៅមួយដុំចេញពីដំបូលមក នោះជាស្អីទៅ ចំហាយអាក្រក់ យ៉ាបដិជនខំលោកចង់មានសង្កេតការថានៅក្នុងសាលាស្រុកនេះគឺមានចំហាយអាក្រក់ មែនហើយ មិនពិតទេកណាដោះស្រាយរឿងក្តីយុត្តិធម៌ត្រឹមត្រូវជានិច្ចរឿងអីថាមានចំហាយអាក្រក់នៅក្នុងសាលាស្រុកនោះ ចំពោះរឿងនេះអាត្មាក៏មិនដឹងដែរប៉ុន្តែអាត្មាចង់ដើរជុំវិញទីនេះមួយផ្លែតប្រហែលជាមានចម្លើយពិតប្រាប់លោក បានបដិជនខំសុំនិមន្តចុះ ចំហាយអាក្រក់តើមានចំហាយអាក្រក់មកពីណាមក ពិតជាល្ងងមែនព្រះសង្ឃនោះគ្រាន់តែបញ្ឆោតគេប៉ុណ្ណោះទេហេតុអីនាំគេដើរជុំវិញក្នុងផ្ទះធ្វើអី តែសាលាស្រុកជាកន្លែងដែលគេធ្វើការងារពួកគេអាចឃើញអីខ្លះ គេជាមនុស្សល្ងងយើងក្រែងគាត់ចាញ់បោកក្មេងទាំងអីនោះ ខ្ញុំទៅមើល បានអរគុណលោកហើយ បាទអ្នកស្រីពួកគេកំពុងតែរកចាប់នៅខាងក្រៅ ឲ្យពួកគេចូលមក បាទ មិនដែលឃើញមនុស្សល្ងងដូចជាពួក មិនមែនពួកខ្ញុំល្ងងទេគឺសងតូចមានល្បិចច្រើនពេក មកពីពួកឯងល្ងងពេកតាចាស់នឹងប្រុសម្នាក់ទៀតគេនៅឯណាទៅ រកមិនឃើញទេ តាមរកគេទៀតទៅ ប៉ុន្តែអ្នកស្រីពួកយើងពិតជាខំប្រឹងប្រែងខ្លាំងណាស់អ្នកស្រីកុំអារម្មណ៍ពួកខ្ញុំនឹងតាមរកគេឲ្យឃើញ នៅទីនេះតែម្ដងទៅ សងតូចនៅខាងនោះ ពួកគេកំពុងជួយបួងសួងឲ្យលោក បួងសួងឲ្យខ្ញុំកណាមានន័យថាម៉េច ក្នុងសំណាក់លោកម្ចាស់ពោពេញដោយកំហឹងមិនបួងសួងយ៉ាងម៉េចកើត តែនៅណាចេះមិនក៏ខ្ញុំកណាមើលមិនឃើញ ភ្នែកលោកម្ចាស់ធម្មតាប្រកាសជាមើលមិនឃើញ លុះត្រាតែបដិជនខំឲ្យខ្ញុំកណាមើលឃើញផងបើមិនចឹងទេខ្ញុំកណាប្រកាសជាមិនជឿឡើយ សិស្សប្អូនបញ្ជាក់គាត់មើលអញ្ចឹងបានសុំយកទៀនឲ្យខ្ញុំមកដើរមក ពួកឯងយកទៀតមកណែ អរគុណ ហើយ នៅ ពីមុ ក្នុងផ្ទះលោកម្ចាស់ពោពេញដោយកំហឹងស្ទើរតែមានផោះតាងគ្រប់កន្លែងទៅហើយ នបើអញ្ចឹងសូមសាកល្បបបន្តិចទៅមើល បាន បដិជនខំនៅឯណាទៅ មិនក៏មិនមើលទៅ ហេមិនគួរដាក់តើមានបញ្ហាអីទៅបដិជនខំមិនបានជាអញ្ចឹង ក្នុងសំណាក់លោកម្ចាស់ពោពេញដោយកំហឹងគ្រប់កន្លែង កុំធ្វើអីផ្ដេសផ្ដាស់ខ្ញុំកណាដាច់ខាត់មិនជឿទេ រយៈពេលប្រហែលថ្ងៃនេះមានធ្វើអ្វីមិនគប្បីចំពោះរាជការទេ ខ្ញុំកណាគ្មានទេកណាស្មោះត្រង់ចំពោះជាតិស្មោះត្រង់ចំពោះរាជការបំរើកិច្ចការថ្វាយព្រះមហាក្សត្រទោះជាស្លាប់ក៏មិនស្ដាយដែរ មានតែក្បត់នឹងមិត្តភក្តិទេ អត់មានទេកណាប្រកាសសច្ចធម៌ណាស់សុកចិត្តជួយដល់មិត្តភក្តិរបស់ខ្ញុំ ចំ ក ពោះ ណា សាច់ញាតិវិញ នោះរត់តែមិនចាប់បាច់និយាយទៀតហើយចិត្តបានចំពោះមិត្តភក្តិរត់តែចិត្តបានចំពោះញាតិសន្តានហើយបាននិយាយពីមនុស្សនៅក្នុងគ្រួសារវិញ
រត់តែហួសពីការនិយាយទៅទៀតណា មិនប៉ទេដឹងហី ប៉ុន្តែជាគុណខំខំតើលោកមើលឃើញអ្វីខ្លះទៀតហើយមែនទេ ម្ចាស់ មើលស្អីអត់មានឃើញស្អីផង ចំហាយកំហឹងបងអ៊ុយៀនមានតែបងទេទើបអាចធ្វើចំហាយកំហឹងនេះបង្ហាញចេញមកបាន ម្ចាស់ ហាអើយបែអើយប៉ុន្តែជាគុណខំខំតើនេះគឺជាស្អីទៅ គឺកំហឹងមនុស្សចាស់ម្នាក់ មនុស្សចាស់ខឹងមនុស្សចាស់នេះគឺជាខ្ញុំក្រាស់ជាមួយផ្លែតមនុស្សចាស់មនុស្សចាស់មនុស្សចាស់ លោកម្ចាស់ ប៉ុន្តែជាគុណខំខំកំពុងតែកុហកខ្ញុំកណា មក ទៀត ពីលោកម្ចាស់ពោពេញទៅដោយគំនុំកំហឹងទាំងនេះឃើញលោកម្ចាស់ប្រកាសជាកិច្ចលោក ខ្ញុំ ម្ ក ចា ណា ស់ មិនជឿទេ អញ្ចឹងយកធ្វើលោកម្ចាស់មើលអញ្ចឹងលោកម្ចាស់ប្រកាសជាមានការឈឺចាប់ យើងជួសៀនលេងគឺជាមនុស្សធ្វើអ្វីត្រឹមត្រូវមានអីគួរខ្លាច មើលមួយនេះទៅមើលអ៊ុយទៀនអូវៃប៉ានេះតាមគ្នាសូត្រថ្វាទៅ លោកម្ចាស់មើលចាស់គឺកន្លែងនេះហើយ ហើយបែលោកប្អូនខំខំអូស្វាទោសប៉ុន្តែជាគុណខំខំខ្ញុំកណាភ័យពេញពេញអស់ហើយខ្ញុំកណាគិតថាគួរតែបរិច្ចាគអ្វីខ្លះសម្រាប់ព្រះវិហារឬមួយក៏ខ្ញុំកណាជឿជាក់លើព្រះជាម្ចាស់ខ្ញុំកណាមិនកំណាញ់ទេខ្ញុំកណានឹងឲ្យគេយកទៅជូនព្រះវិហារភ្លាម រឿងនេះមិនធម្មតាដូចជាលោកស្មានពួកយើងជាសៅដឹងតែពីបិណ្ឌបាតមិនចេះបោកប្រាស់ទេមើលចាស់កន្លែងនេះទៀត នេះជាស្អី លោកម្ចាស់ក្នុងនេះមានរបស់ចម្លែកម្យ៉ាងលោកមើលមើល ចម្លែកណាស់សងតូចខ្ញុំកណាមើលអីមិនឃើញទេ លោកម្ចាស់មិនអីទេលោកកាន់ទៀតនេះមើលម្ដងទៀតទៅមើល នៅតែមើលស្អីមិនឃើញដល់ មើល ដែរ ច្បាស់ទៅមើល ខ្ញុំកណាមើលហើយតាហេទេមិនបាត់ជីអញ្ចឹងមិនបាត់ជាឈ្មោះបា លោ ត់ កម្ នេះ ចាស់ស្គាល់ឈ្មោះនេះទេ ឈ្មោះនេះខ្ញុំកណាដូចជាធ្លាប់ស្គាល់ លោកម្ចាស់កាលពីម្សិលមិចម្នាក់នោះគេថា ត្រូវហើយកាលពីម្សិលមិញមានមនុស្សម្នាក់គេមកនិយាយថាគេឈ្មោះវាងចាំងវៃហើយថ្ងៃនេះក៏ស្រាប់តែមានឈ្មោះនេះនៅលើជាជាងនេះតើគេម្នាក់នេះជានរ លោក ណា ម្ចា ទៅ ស់ស្គាល់គេទេ មិនដែលស្គាល់ទេខ្ញុំកណាមិនដែលស្គាល់ឈ្មោះនេះទេ
លោកម្ចាស់ មិនបាច់ជាអញ្ចឹងអាយ៉ាមិនគួរជឿតតែសោះហើយ រឿងនេះគួរតែសួរលោកម្ចាស់ រឿងនេះខ្ញុំកណាក៏មិនដឹងថាយ៉ាងម៉េចដែរ លោកម្ចាស់មានឪពុកមានបងប្អូននៅស្រុកកំណើតមែនទេ សូមចុចលើប៊ូតុង Subscribe រួចចុចរូបកណ្ដឹងដើម្បីបានទស្សនាខ្សែភាពយន្តភាគចិនជាច្រើនទៀត